ខាងនេះគឺខាងកាត់តាបងប្អូនបានកំពុងតែបាទលើកអីវ៉ាន់ចុះពីលើបាទយន្តហោះដែលបងប្អូនឃើញហើយការលើកគឺគេប្រើជាមួយនឹងសុទ្ធសឹងតែជាបាទរបស់ទំនើបដោយមិនប្រើកម្លាំងទេបាទភាគចិនគឺប្រើកម្លាំងតិចបំផុតបាទហើយបងប្អូនឃើញហើយនោះគឺជាប្រភេទឡានដែលគេមកយកហើយនោះគឺជាការទម្លាក់អីវ៉ាន់ដោយបងប្អូនឃើញមកនោះមកស្នឹមចឹងទៅបាទចឹងទៅដូចចិនដើហ្នឹងគឺជាចិនដើដែលបញ្ជាទៅដោយប្រភេទគ្រឿងយន្តទាំងអស់ផងដែរអញ្ចឹងគឺបងប្អូនបានមើលវីដេអូនេះគឺបានដឹងពីខ្លះៗទាក់ទងជាមួយនឹងការទម្លាក់បាត់អីវ៉ាន់ចេញពីយន្តហោះបាទខ្នាតធំគេទម្លាក់វាបាច់បងប្អូនណាបាទយើងមិនមែនលើកសែងដូចនៅតាមជនបទទេសសើងគ្រប់យ៉ាងគេប្រើស្ទឹងតែជារបស់ទំនើបទាំងអស់បាទដូចឃើញហើយបងប្អូនបាទនឹងបាទអូខេបាទឥឡូវសូមក្រាបសាច់រឿងមួយសម្រាប់បងដែលអាលាក់ស៊ីណាបងប្អូនណាបាទអាលាក់ស៊ីក្បាលជាពិសេសជាមួយនឹងកើតផ្សិតក្បាលហើយប្រើរបស់អីអត់បាត់បាទអញ្ចឹងបាទខ្ញុំសូមធានាជូនបាទផលិតផលរបស់ខ្ញុំមកពីសហរដ្ឋអាមេរិកបាទបងប្រើមួយឈុតតម្លៃត្រឹមតែ$35 3ថ្ងៃបាត់7ថ្ងៃដាច់ណាបងណាបាទបើសិនជាអត់បាត់ទេសងលុយវិញនេះបាទនិយាយការពិតបងណាបាទអញ្ចឹងអ្នកដែលធ្លាប់ប្រើផលិតផលជាពិសេសជាមួយនឹងអេសទៅបាទសំពងក្បាលបាទសំពងក្បាលជាពិសេសពេលអាវខ្មៅអីអេសទៅធ្លាក់ពេញអាវបាទហើយកើតតាំងពីក្បាលរហូតដល់ទៅជាលើដល់ខ្លួនបាទអញ្ចឹងខ្ញុំណែនាំឲ្យប្រើទៅបងប្អូនបាទចំណាយតែលុយតែប៉ុណ្ណឹងតែម្ដងទៅវាត្រូវពួកខ្ញុំធ្លាប់កើតមករាប់ឆ្នាំដែរបងប្អូនវាអត់ត្រូវទើបមកត្រូវផលិតផលនេះបាទហើយមុនទិញប្រើខ្លួនឯងទេហើយអ្នកបងអ្នកលក់គាត់ថា3ថ្ងៃបាត់ខ្ញុំមិនជឿទេព្រោះខ្ញុំកើតរាប់ឆ្នាំហ្នឹងបាទដល់ពេលយើងមកប្រើខ្លួនឯងទើបដឹងការពិតតើការពិតវាពិតមែនបាទអូខេឥឡូវចូលសាច់រឿងវិញបាទសម្រាប់ថ្ងៃនេះផងដែរសម្រាប់នៅពលានយន្តហោះរបស់យើងបងប្អូនគឺសតុំបាទភ្លៀងរហូតហើយថ្ងៃនេះផងដែរអត់សូវមានបាទជាមួយនឹងយន្តហោះហើរទេបាទដោយសារតែមេឃប្រហែលជាភ្លៀងខ្លាំងអញ្ចឹងទៅបាទធ្វើឲ្យការហោះហើរអត់សូវមានយន្តហោះបាទហោះទេបាទហើយនេះគេដាក់ចេញពីយន្តហោះទៅហើយពេលគេលើកដាក់រួចគឺគេដាក់ចេញបាទបើសិនជាចូលចិត្ត complete បាទជាមួយនឹង follow និង like ដើម្បីទទួលបានវីដេអូថ្មីទៀតផងដែរអរគុណ